នៅតៃវ៉ាន់ប្រៃគឺជាទីពឹងតែមួយគត់ប៉ុន្តែហងអាស៊ានពុំបានដាក់បន្ទុកក្នុងជីវភាពរស់នៅលើដីឡើយយកម្ហូបដែលមកពីស្រុកវៀតណាមរៀនចេះក្នុងជីវភាពរស់នៅជាសមត្ថភាពពឹងពាក់ខ្លួនបានពួកយើងនៅទីនោះគឺរស់នៅលើទឹកសុទ្ធតែលើទឹកផ្ទះអណ្ដែតនោះហើយនោះគឺវៀតណាមខាងជើងឬខាងត្បូងនៅវៀតណាមលោកយាយចេះធ្វើម្ហូបពួកយើងមើលគាត់ធ្វើម្ហូបតាំងពីនៅតូចៗក្រោយមកក៏រៀនចេះខ្លះទៅថ្ងៃត្រង់ម៉ោង 12 ទើបតែផុតទៅក្នុងតូបក៏មានភ្ញៀវចូលពេញលើកដំបូងប្តីខ្ញុំមានចិត្តមួម៉ៅហងអាស៊ីចូលចិត្តធ្វើម្ហូបពេកសង្ងំនៅក្នុងចង្ក្រានធ្វើមិនឈប់សក់ពេលនេះតូបលក់ម្ហូបបានមានភាពអ៊ូអររស់រវើកប្តីខ្ញុំទើបជឿជាក់ថាពេលដែលខ្ញុំរកមធ្យោបាយនឹងផ្គត់ផ្គង់ជាមួយរសជាតិអ្នកតៃវ៉ាន់វាជាមធ្យោបាយល្អប្រសើរអត់ទេខ្ញុំអត់ចេះធ្វើជាបរិះដើមចំណងនោះទេពួកនាងមកពីប្រទេសវៀតណាមមកដល់ទីនេះមែនទេទឹមនឹងគ្នាទៅមានចិត្តអាណិតការស្រឡាញ់ថ្នាក់ថ្នមចំពោះប្តីធ្វើឲ្យហងអាស៊ីមានចិត្តកក់ក្ដៅណាស់ពេលនោះប្រារយៈពេល3ថ្ងៃក៏សម្រាប់ចិត្តរៀបការជាមួយបរិះនៅទល់ភ្នែកនេះហងអាស៊ីបាននិយាយថាក្តីសម្រាប់ចិត្តនេះវាដូចជាការចាក់លបាយអញ្ចឹងអ្នកនេះហេតុអ្វីក៏មិនក្រោកដើរឲ្យខ្ញុំមើលជើងគាត់មានយ៉ាងម៉េចឬខ្ញុំភ័យខ្ញុំក៏គិតក្នុងចិត្តថាប៉ុន្តែគាត់មិនព្រមក្រោកដើរសក់ក្រោយមកមិននឹកស្មានថាគាត់ក្រោកដើរប៉ុន្មានជុំប្រសើរណាស់គាត់អត់អីទេហងអាស៊ីនសូមតាមការគិតស្មានប្រូមកជាសុភមង្គលល្អមួយជីវិតក្រោយមកទៅលក់បន្លែអីវ៉ាន់ចាប់ហួយនិងម្ហូបសម្រន់ជាមួយប្តីចាប់តាំងពីមិនស្គាល់អក្សររហូតដល់ឥឡូវនេះភាសាកុកងឺបានយ៉ាងស្ទាត់ជំនាញហើយប្រឡងបានអាជ្ញាប័ណ្ណខាងអាហារខ្ញុំដឹងថាឲ្យតែមានប្រាជ្ញាទើបមានកម្លាំងដាក់ជំហានទៅមុខបានប្រើពេលវេលាទំនេរប្រឹងយកវិជ្ជាជីវៈនៅឯចិនដីគោតែជៀសមិនផុតនឹងសម្ដីនេះនោះពីអ្នកដទៃខ្ញុំបានប្រាប់ខ្លួនខ្ញុំថាត្រូវអត់មុតកុំធ្វើដាក់ភ្ញៀវរបៀបដូចជាសួរជាធ្លាប់ហើយទុកដូចជាធ្លាប់ទៅបានហើយកុំទៅខឹងនឹងគេឬក៏ឆ្លើយតបអ្វីដែលមិនល្អស្ដាប់ប្តីអាណិតប្រពន្ធណាស់នៅទីនេះរស់នៅដោយការលំបាកហងអាស៊ីនបែរជាអរគុណប្តីដែលកំដរនឹងការយល់ចិត្តឲ្យនាងរស់នៅតៃវ៉ាន់ដោយមានន័យប្តីផ្ដល់ទឹកចិត្តឲ្យខ្ញុំផ្ដល់ក្តីស្រឡាញ់ឲ្យខ្ញុំតាមពិតគាត់ស្រឡាញ់ខ្ញុំណាស់គាត់ឧស្សាហ៍និយាយថាគាត់ស្រឡាញ់ខ្ញុំណាស់ឯខ្ញុំខ្មាស់អៀននឹងនិយាយ